ចម្លែកមែននំប៉័ងសាច់គេលក់តែពេលថ្ងៃហើយពេលល្ងាចប៉ុន្តែនៅកន្លែងគាត់នេះគឺគាត់លក់តែពេលព្រឹកទេហើយបើថាទៅតន់ម៉ោង9ម៉ោង10ហើយហ្នឹងគឺអស់ហើយជាពិសេសហ្នឹងអ្នកនៅម្ដុំច្បារអំពៅអាចនឹងស្គាល់នំប៉័ងសាច់នៅកន្លែងបងប្រុសហើយព្រោះព្រលឹមឡើងខ្ញុំទៅដល់ឃើញមនុស្សឡើងរោមណែនេះដំបូងនៅពេលដែលខ្ញុំជិះកាត់ហ្នឹងខ្ញុំស្មានតែផ្សារគេលក់ត្រីលក់បន្លែអីអញ្ចឹងណាតែជាក់ស្ដែងអត់ទេគឺគាត់លក់តែនំប៉័ងសាច់ហើយតាមខ្ញុំចាំដូចជាមានលក់កពឹសជៀនលក់អីដែរមួយវិញទៀតទៅលើតម្លៃទៅលើអីគឺមួយកណាត់3000ហើយបើសិនជាពុកម៉ែបងប្អូនចង់ដាក់សាច់ថែមឬមួយក៏ដុបអីចឹងអាចមួយកណាត់4000អីចឹងទៅដូចពេលដែលខ្ញុំទៅទិញនេះផ្ទាល់ខ្ញុំបានឲ្យគាត់ដាក់សាច់ដុបហ្នឹងមួយដើមទៅហើយមួយដើមទៀតគឺដាក់ធម្មតាប៉ុន្តែខ្ញុំភ្លេចប្រាប់មួយទៀតបើសិនជាអ្នកអត់ចេះត្រីខទេខ្ញុំអត់ណែនាំណាដោយសារនៅកន្លែងគាត់នេះគឺគាត់ប្រើជាប្រភេទត្រីខអត់ប្រើសាច់ច្រាំទេសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំបានទាំងពីរមិនថាត្រីខឬមួយក៏សាច់ច្រាំអីទេប៉ុន្តែអីដែលខ្ញុំចូលចិត្តជាងគេគឺត្រីខច្រើនជាងសាច់ច្រាំណាគ្រាន់តែថានៅពេលដែលពុកម៉ែបងប្អូនញ៉ាំនំប៉័ងចេះជាមួយនឹងត្រីខវាអត់សូវតលន់ដូចប្រភេទសាច់ច្រាំទេហើយអានេះយើងញ៉ាំបានរៀងច្រើនប៉ុន្តែអានេះបើសិនជាយើងទិញមួយដើមគឺដឹងមួយដើមហើយមួយតឹងពោះមួយវិញទេបើសិនជាឲ្យគាត់ដាក់សាច់ដុបដូចខ្ញុំអីចេះទៀតអ្នកខ្លះទៅអាចនឹងញ៉ាំអត់អស់ទេណាមួយកណាត់នេះព្រោះរៀងច្រើនដែរអញ្ចឹងមិនថាព្រលឹមឡើងអីជួយសេវលុយបានរៀងច្រើនគួរសមដែរដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់អញ្ចឹងមួយរយៈនេះគឺសេដ្ឋកិច្ចពិបាកមែនតើមិនថាទាំងគេទាំងខ្ញុំអីទេគឺពិបាកគ្រប់គ្នាទៅលើម៉ោងបើកម៉ោងបិទអីវិញគឺគាត់បើកចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង10ព្រឹកណាហើយបើសិនជាចង់ទៅខ្ញុំណែនាំឲ្យទៅអាចចន្លោះពីម៉ោង7រហូតដល់ម៉ោង9ព្រឹកអីចឹងទៅព្រោះពេលខ្លះគាត់អាចនឹងលក់អស់មុនអីដែរប្រាប់ទីតាំងឬមួយក៏ព័ត៌មានលម្អិតលេខទូរស័ព្ទអីហ្នឹងខ្ញុំនឹងដាក់ចូលនៅក្នុង comment ជូនគាត់លក់នៅម្ដុំច្បារអំពៅអ្នកទាំងអស់គ្នាហើយដោយ Google Map អីហ្នឹងខ្ញុំនឹងដាក់ចូលនៅខាងក្រោមអរគុណច្រើនចម្លែកមែននំប៉័ងសាច់គេលក់តែពេលថ្ងៃហើយពេលល្ងាចប៉ុន្តែនៅកន្លែងគាត់នេះគឺគាត់លក់តែពេលព្រឹកទេហើយបើថាទៅតន់ម៉ោង9ម៉ោង10អីហ្នឹងគឺអស់ហើយជាពិសេសហ្នឹងអ្នកនៅម្ដុំច្បារអំពៅអាចនឹងស្គាល់នំប៉័ងសាច់នៅកន្លែងបងប្រុសហើយព្រោះព្រលឹមឡើងខ្ញុំទៅដល់ឃើញមនុស្សឡើងរោមណែនេះដំបូងនៅពេលដែលខ្ញុំជិះកាត់ហ្នឹងខ្ញុំស្មានតែផ្សារគេលក់ត្រីលក់បន្លែអីអញ្ចឹងណាតែជាក់ស្ដែងអត់ទេគឺគាត់លក់តែនំប៉័ងសាច់ហើយតាមខ្ញុំចាំដូចជាមានលក់កពឹសជៀនលក់អីដែរមួយវិញទៀតទៅលើតម្លៃទៅលើអីគឺមួយកណាត់3000ហើយបើសិនជាពុកម៉ែបងប្អូនចង់ដាក់សាច់ថែមឬមួយក៏ដុបអីចឹងអាចមួយកណាត់4000អីចឹងទៅដូចពេលដែលខ្ញុំទៅទិញនេះផ្ទាល់ខ្ញុំបានឲ្យគាត់ដាក់សាច់ដុបហ្នឹងមួយដើមទៅហើយមួយដើមទៀតគឺដាក់ធម្មតាប៉ុន្តែខ្ញុំភ្លេចប្រាប់មួយទៀតបើសិនជាអ្នកអត់ចេះត្រីខទេខ្ញុំអត់ណែនាំណាដោយសារនៅកន្លែងគាត់នេះគឺគាត់ប្រើជាប្រភេទត្រីខអត់ប្រើសាច់ច្រាំទេសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំបានទាំងពីរមិនថាត្រីខឬមួយក៏សាច់ច្រាំអីទេប៉ុន្តែអីដែលខ្ញុំចូលចិត្តជាងគេគឺត្រីខច្រើនជាងសាច់ច្រាំណាគ្រាន់តែថានៅពេលដែលពុកម៉ែបងប្អូនញ៉ាំនំប៉័ងចេះជាមួយនឹងត្រីខវាអត់សូវតលន់ដូចប្រភេទសាច់ច្រាំទេហើយអានេះយើងញ៉ាំបានរៀងច្រើនប៉ុន្តែអានេះបើសិនជាយើងទិញមួយដើមគឺដឹងមួយដើមហើយមួយតឹងពោះមួយវិញទេបើសិនជាឲ្យគាត់ដាក់សាច់ដុបដូចខ្ញុំអីចេះទៀតអ្នកខ្លះទៅអាចនឹងញ៉ាំអត់អស់ទេណាមួយកណាត់នេះព្រោះរៀងច្រើនដែរអញ្ចឹងមិនថាព្រលឹមឡើងអីជួយសេវលុយបានរៀងច្រើនគួរសមដែរដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់អញ្ចឹងមួយរយៈនេះគឺសេដ្ឋកិច្ចពិបាកមែនតើមិនថាទាំងគេទាំង